នឹងកន្លែងកុំផ្ដល់ឱកាសឲ្យពួកគេផ្លាស់ប្ដូរអ្វីម្ដងទៀតសម្រាប់ពួកគេទាំងអស់តើអ្នកចង់មានន័យយ៉ាងណាដោយរឿងនេះពីកុមារភាពរហូតដល់ពេញវ័យតើអ្នកបានសួរខ្ញុំថាខ្ញុំចង់បានអ្វីទេគួរឲ្យអស់សំណើចណាស់ក្រុមគ្រួសារបានប្រកួតជូនអ្នករួចហើយនៅមុខតំណែងដ៏មានកិត្យានុភាពបំផុតតើអ្នកចង់បានអ្វីទៀតអ្វីដែលខ្ញុំចង់បានគឺសន្តិភាពនៅក្នុងលោកសន្តិភាពនិងវិបុលភាពសម្រាប់ប្រទេសជាតិវាមិនដូចអ្នកទេដែលតស៊ូដើម្បីអំណាចនិងប្រាក់ចំណេញចិត្តនេះញុះញង់ឲ្យមានការផ្លាស់ប្ដូរការរចនាអ្នកជាកូនប្រុសរបស់ខ្ញុំអ្នកត្រូវតែទទួលយកអ្វីដែលខ្ញុំផ្ដល់ឲ្យអ្នកតើខ្ញុំពិតជាកូនប្រុសរបស់អ្នកមែនទេតើអ្នកចង់មានន័យយ៉ាងណាដោយនិយាយដូច្នេះមកឲ្យឈប់ធ្វើពុតទៅខ្ញុំមិនមែនជាកូនប្រុសរបស់អ្នកទេនៅពេលអ្នកចង់ពង្រឹងជំហររបស់អ្នកព្រះច័ន្ទខ្លាំងបានរាយការណ៍មកខ្ញុំពីមនុស្សសាមញ្ញអះអាងថាជាកូនប្រុសរបស់គាត់ផ្ទាល់តើអ្នកគិតថាខ្ញុំពិតជាមិនដឹងមែនទេខ្ញុំមិនជឿថាអ្នកពិតជាដឹងទេប៉ុន្តែមានរឿងមួយដែលអ្នកយកខុសខ្ញុំមិនបានមកពីកាសែតប្រជាប្រិយទេជំនួសឲ្យការម្ដាយរបស់គាត់កើតមកជាស្រីសំផឹងតូចឆំនោះដូច្នេះម្ដាយរបស់ខ្ញុំមូលហេតុនៃការស្លាប់របស់អ្នកនាងឆំមិនដូចគ្នានឹងមូលហេតុនៃការកើតរបស់នាងទេអ្នកបានបញ្ឆោតខ្ញុំមែនទេពេលមនុស្សនិយាយមិនសមហេតុផលតើគាត់ពង្វេងស្មារតីហើយឬនៅតាមពិតទៅមានមនុស្សមួយចំនួននៅក្នុងលោកនេះដែលមិនចង់បានឋានៈជាព្រះអង្គម្ចាស់ដូច្នេះចុះយ៉ាងណាបើអ្នកមិនចង់ក្លាយជាអធិរាជអ្នកដែលគោរពតាមខ្ញុំនឹងរីកចម្រើនអ្នកដែលប្រឆាំងនឹងខ្ញុំនឹងវិនាសខ្ញុំមានអាវុធនៅក្នុងដៃរបស់ខ្ញុំអាចតាំងខ្លួនជាស្ដេចបានតើអ្នកពិតជាគិតដូច្នេះមែនទេខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅដំបងតើអ្នកបាននិយាយអ្វីប្រជាពិតប្រើត្រាត្បូងពេជ្រជាសញ្ញាសម្គាល់អ្នកអាចប្រាប់បានភ្លាមថាវាល្អនេះតើរឿងនេះអាចคล้ายដោយរបៀបណាប្រជាវនៅទីនេះបញ្ជាឲ្យសម្អាតភ្លាមគឺហាព្រះមហេសីជាងត្រូវបានចាប់ដាក់គុកបានសួរការពីម្សិលមិញតាមពិតទៅខ្ញុំពិតជាចាញ់មែនហាតាមពិតទៅខ្ញុំពិតជាចាញ់មែនតើអ្នកកំពុងធ្វើអ្វីកុំប៉ះខ្ញុំអាចកែតម្រូវវាដោយខ្លួនឯងបានប្អូនស្រីរបស់មហេសីយ៉ានរបស់ព្រះករុណាព្រះមហាក្សត្រឲ្យខ្ញុំបានទៅខុសកន្លែងព្រះមហាក្សត្រឲ្យខ្ញុំព្រះករុណានឹងមិនហ៊ានធ្វើវាម្ដងទៀតទេលើកចុងក្រោយដែលអ្នកត្រូវបានគេបំពោលវាបានធ្វើឲ្យអ្នកភ័យខ្លាចប្រកូលថ្នាំបន្សាបជាតិពោលខ្ញុំនឹងទុកជីវិតរបស់អ្នកថ្នាំបន្សាបអ្វីអ្នកមិនបានបំពោលខ្ញុំទេមិនមែនជាស្រីកំណានទេព្រះករុណាគ្មានព្រះមហាក្សត្រឲ្យខ្ញុំស្រឡាញ់ព្រះអង្គខ្ញុំអាចបំពោលព្រះករុណាដោយរបៀបណាប៉ាតាកូនកំពុងធ្វើបែបនេះម្ដងទៀតមែនទេវាហាក់ដូចជាវាមិនមែនជាគាត់ទេដាក់គុកទៅបានសួរការពីម្សិលមិញសូមទុកជីវិតខ្ញុំផងសូមទុកជីវិតខ្ញុំជាម្ចាស់ជីវិតលើកត្បូងសូមប្រណីដល់ជីវិតខ្ញុំផងព្រះអង្គឲ្យសូមលើកលែងទោសឲ្យខ្ញុំផងតើអ្នកកំពុងគិតអំពីអ្វីខ្ញុំឆ្ងល់ថាតើព្រះមហេសីបានចាក់ថ្នាំពុលឬអត់វាមិនមែនជាជីហ្វីដែលបានផ្ដល់កំណើតឲ្យវានោះទេណាជាអ្នកធ្វើវាសរុបមកវាត្រូវតែជាមនុស្សដែលនៅជិតខ្ញុំកុំបារម្ភអីខ្ញុំបានបញ្ជាឲ្យភរិយាលោកវែងស៊ើបអង្កេតម្ដងមួយរួចហើយសម្រាប់មនុស្សស្លូតត្រង់ 10000 នាក់ប្រសើរជាងសម្រាប់មនុស្សស្លូតត្រង់ឲ្យម្នាក់ណាទៅណាឲ្យសោះខ្ញុំនឹងមិនដាក់អ្នកនៅកន្លែងគ្រោះថ្នាក់ឡើយវាគឺជាថ្នាំពុលពីការមានផ្ទៃពោះខ្លាំងខ្លាយកាលពីលើកមុនលេបថ្នាំបន្សាបជាតិពុលឲ្យបានរហ័ស